ជួនជាថ្ងៃនេះមិនដឹងជាអពូតហេតុអ្វីទេចំបៃក៏បានដើរតាក់ថ្មដួលជួនជាពេលនោះមានបុរសសង្ហាម្នាក់ដើរកាត់ក៏បានឃើញនាងគេមានឈ្មោះថាវិភូរីឯចំបៃគ្រាន់តែបានឃើញបុរសម្នាក់នោះភ្លាមក៏ដូចជាមុនស្នេហ៍ដាក់មកលើនាងអញ្ចឹងទោះបីជាមុនស្នេហ៍ដែលដាក់លើនាងក៏ដោយក៏មិនអាចយកឈ្នះបុរសសង្ហាម្នាក់នេះដែរទាំងទឹកមុខទាំងដៃជើងសស្អាតធ្វើឲ្យចំបៃលងអើយលងដកចិត្តលេងរួចហើយនេះហើយហៅថាអត្តពលនៃស្នេហាបើដើមចេញពីក្នុងព្រៃដែលមានកូនខ្ទមតូចមួយដែលសង់សងដាច់ស្រយាលពីគេដែលជាទីស្នាក់នៅរបស់លោកគ្រូអាគមដ៏ខ្លាំងក្លាម្នាក់គាត់មានឈ្មោះថាតាប្រាជ្ញហើយគាត់មានកូនសិស្សចំណិតម្នាក់ដែលគាត់តែងតែបង្រៀនព្រានប្រដៅគេទាំងក្បាច់គុណទាំងអាគមដល់គេថែមទៀតផងលោកតាប្រាជ្ញតែងតែហៅគេថាអាដាមនិយាយពីដាំវិញជាមនុស្សដែលស្មោះត្រង់ហើយគេតែងតែខិតខំសិក្សារៀនសូត្របើនិយាយពីអាគមរបស់ដាំវិញស្ទើរតែនៅក្នុងភូមិគ្មានអ្នកណាខ្លាំងដូចគេទេដូច្នេះហើយដាំតែងតែមានកូនចិត្តមួយដែលចង់ចាក់ចេញពីក្នុងព្រៃដើម្បីទៅស្វែងរកអ្នកខ្លាំងពូកែដើម្បីសាក់អាគមជាមួយគេប៉ុន្តែលោកគ្រូរបស់គេមិនអោយគេទៅឡើយលោកគ្រូរបស់គេតែងតែហាមឃាត់គេជានិច្ចហើយប្រាប់ទៅដាំថាសមត្ថភាពរបស់ដាំមិនទាន់គ្រប់គ្រាន់ឡើយគួរតែបន្តហាត់2ទៅ3ឆ្នាំទៀតទើបជារៀងរាល់ថ្ងៃដាំតែងតែខិតខំវឹកហាត់ឲ្យសមត្ថភាពរបស់គេខ្លាំងពូកែទើបអាចប្រឡូកក្នុងពិភពគុណខាងក្រៅបានលោកគ្រូខ្ញុំពិតជាចង់ដឹងថាពិភពលោកខាងក្រៅវាយ៉ាងណាណាព្រោះថារាល់ថ្ងៃនេះបើខ្ញុំមិននៅភូមិក៏ខ្ញុំនៅក្នុងព្រៃដែរហើយខ្ញុំពិតជាចង់ដឹងណាស់ថាពិភពលោកខាងក្រៅវាយ៉ាងម៉េចលោកគ្រូអត់ទេដាមលោកគ្រូដឹងថាឯងពិតជាចង់ស្គាល់ពិភពលោកខាងក្រៅប៉ុន្តែលោកគ្រូចង់និយាយថាពិភពលោកខាងក្រៅវាពិតជាមិនស្រួលដោយឯងគិតឡើយដាមលោកគ្រូដឹងថាឯងចង់ទៅប៉ុន្តែឯងចាំសិនទៅព្រោះថាពេលនេះឯងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ឡើយតែឯងខ្សោយហើយសូម្បីតែជីវិតរបស់ឯងក៏មិនស្គាល់ដែរវាមានគ្រោះថ្នាក់ខ្លាំងណាស់ហើយលោកគ្រូសូមប្រាប់ឯងឲ្យច្បាស់ថាពេលដែលឯងលេងអាគមជាមួយអ្នកណាក៏ដោយឯងហាមបែករាំឯងត្រូវតែផ្ដោតទៅលើគោលដៅឲ្យច្បាស់មិនដូច្នេះទេឯងប្រកាសជានឹងចាញ់គេហើយលោកគ្រូមិនអាចការពារឯងបានគ្រប់ពេលទេហើយលោកគ្រូសូមហាមឯងមួយទៀតអារឿងស្នេហាស្នេហ៍នោះហាមដាច់ខាតកុំពាក់ព័ន្ធនឹងវាឲ្យសោះព្រោះវាធ្វើឲ្យយើងបែករាំបែកសមាធិអាចខ្លាចជាធ្មប់បានតែលោកគ្រូខ្ញុំមានចិត្តទៅលើគេម្នាក់បាត់ទៅហើយពួកយើងស្រឡាញ់គ្នាខ្លាំងណាស់ហើយពួកយើងក៏បានរស់នៅជាមួយគ្នាបានមួយរយៈដែរលោកគ្រូខ្ញុំសូមចិត្តលោកគ្រូណាកុំបំបែកស្នេហាពួកយើងទាំងពីរនាក់អីហើយខ្ញុំសូមសន្យាថាខ្ញុំនឹងខិតខំវឹកហាត់ឲ្យខ្លាំងពូកែថែមទៀតលោកគ្រូខ្ញុំមិនឲ្យលោកគ្រូបារម្ភពីខ្ញុំឡើយដាម៉ាតើនាងជានរណាគេលោកគ្រូបានហាមឲ្យហើយថាមិនឲ្យទាក់ទងជាមួយនរណាគេទេហេតុអ្វីឯងមិនស្ដាប់គ្រូលោកគ្រូមិនចង់និយាយទេស្នេហាមិនទៅធ្វើឲ្យឯងឈឺចាប់ទេឈប់ទៅណាដាំគ្រូសុំអត់ទេលោកគ្រូមានតែខ្ញុំសុំលោកគ្រូវិញពួកយើងមានទំនាក់ទំនងនឹងគ្នាហើយខ្ញុំសុំលោកគ្រូកុំបំបីពួកយើងអីពួកយើងបានរួមរស់ជាមួយនឹងគ្នាហើយនាងជានារីល្អណាស់ហើយខ្ញុំដឹងថានាងស្រឡាញ់ខ្ញុំហើយខ្ញុំក៏ស្រឡាញ់នាងដែរដាំមួយដាំលោកគ្រូក៏មិនចង់បំបីស្នេហាឯងដែរប៉ុន្តែឯងប្រកាសហើយថានាងស្រឡាញ់ឯងពិតមិនមែនឯងសេពមុនដាក់នាងណាយលោកគ្រូសូមប្រាប់ឯងចោះទោះបីជាឯងបានខ្លួននាងនៅក្បែរក៏ដោយប៉ុន្តែចិត្តនាងឯងយកមិនបានទេទៅដល់ពេលគូនាងបង្ហាញខ្លួនទោះបីឯងមានអាគមខ្លាំងជាងយើងក៏ឯងមិនអាចបំបែកស្នេហាគេបានដែរចុងក្រោយមានតែធ្វើឲ្យឯងឈឺចាប់ទេដាមលោកគ្រូសូមឲ្យឯងឈប់ទៅខ្ញុំយល់លោកគ្រូប៉ុន្តែខ្ញុំស្រឡាញ់នាងខ្លាំងណាស់ហើយចង់នៅថែនាងទោះបីជាក្នុងពេលខ្លីក៏ដោយខ្ញុំមិនចោលនាងដែរហើយបើសិនជាពេលមួយដែលនាងអត់ចិត្តពីខ្ញុំមែនខ្ញុំសុខចិត្តដើរចេញប៉ុន្តែវាមិនអាចទេនាងស្រឡាញ់ខ្ញុំខ្លាំងណាស់លោកគ្រូបន្ទាប់ពីលោកគ្រូរបស់ដាមហាមដាមមិនស្ដាប់ហើយដាមក៏ដើរចាកចេញទៅបន្ទាប់ពីដាមចាកចេញពីលោកគ្រូគេហើយដាមមិនបានដើរទៅណាឆ្ងាយទេមានតែដើរទៅរកម្ចាស់ចិត្តរបស់គេបើនិយាយក្នុងរឿងនឹងទៅដូចលោកគ្រូរបស់ដាមបាននិយាយអញ្ចឹងថាដាមបានដាក់មន្តស្នេហ៍ទៅលើនាងទើបធ្វើឲ្យនាងបាក់ចិត្តទៅលើដាមយ៉ាងខ្លាំងប៉ុន្តែនេះមិនដូចដាំដាក់ស្នេហ៍ទៅលើនាងទេដូចនាងដាក់ស្នេហ៍មកលើដាំវិញដោយដាំមិនអាចបាត់មុខនាងបានឡើយអូនចំបៃអូនណាអូនបងមានអីមកផ្ញើណាអូន
បងណាំបងមកហើយមែនទេអូនពិតជានឹកបងខ្លាំងណាស់ ហើយបងដាំសុំតអូនផងចឹងបងដាំក៏នឹកអូនខ្លាំងណាស់ដែរ អូនពិតជាសប្បាយចិត្តខ្លាំងណាស់តែបងនិយាយអញ្ចឹងព្រោះអូនខ្លាចបងលែងមកជួបអូនទៀត ចំពុយអូនបងសុំទោសណាអូនបងគ្មានថ្ងៃនឹងបោះបង់ចោលអូនឡើយហើយបងក៏សុំចិត្តអូនដែរអូនកុំបោះបង់ចោលបងណា អូនវិញក៏អញ្ចឹងដែរបងអូនមិនហ៊ានទៅណាចោលបងទេព្រោះពេលដែលបងមិននៅក្បែរអូនស្ទើរតែប្រែទ្រង់ទៅហើយអូនសុំស្មត់បើអូនស្មត់បងសូមឲ្យសត្វព្រៃខំសម្លាប់អូនចោល អូនកុំនិយាយចឹងណាបងជឿអូនហើយអូនកុំនិយាយស្បត់ស្បាយចឹងអីទៀតព្រោះវាមិនល្អទេឲ្យតែចិត្តអូនមានបងបានទៅហើយខ្ញុំនិយាយចឹងសោកអត់ទេឲ្យបងសុំទោសផងចំបៃមិនដឹងថាពេលចំបៃលែងទស្សនាខ្ញុំមិនដឹងថានាងស្រឡាញ់ខ្ញុំដូចពេលនេះអត់ទេបងពិតជាសុំទោសណាស់ប៉ុន្តែបងសន្យាថាបងនឹងមើលថែអូនឲ្យល្អ ដោយសារឥទ្ធិពលស្នេហ៍របស់ដាំចំបៃតែងតែដើរទៅក្នុងព្រៃដើម្បីមកជួបដាំជារៀងរាល់ថ្ងៃជួនជាថ្ងៃនេះមិនដឹងជាអពុធហេតុអ្វីទេចំបៃក៏បានដើរតាក់ថ្មដួលជួនជាពេលនោះមានមរសសង្ហាម្នាក់ដើរកាត់ក៏បានឃើញនាងគេមានឈ្មោះថាវិភូរីឯចំបៃគ្រាន់តែបានឃើញបរិមម្នាក់នោះភ្លាមក៏ដូចជាមុនស្នេហ៍ដាក់មកលើនាងអញ្ចឹងទោះបីជាមុនស្នេហ៍ដែលដាំដាក់លើនាងក៏ដោយក៏មិនអាចយកឈ្នះបរិសសង្ហាម្នាក់នេះដែរទាំងទឹកមុខទាំងដៃជើងសស្អាតធ្វើឲ្យចំបៃលងអើយលងដកចិត្តលេងរួចហើយនេះហើយហៅថាឥទ្ធិពលនៃស្នេហាពិតអ្នកនាងតើអ្នកនាងកាត់អីនឹងខ្ញុំមើលទៅអ្នកនាងដូចជាមានរបួសជើងហើយអ្នកនាងគួរតែត្រឡប់ទៅផ្ទះសិនទៅអ្នកនាងតែកំពុងមើលអ្វីមុខខ្ញុំមានប្រឡាក់អ្វីមែនទេតើខ្ញុំកំពុងសើបិនមែនទេប្រុសអីក៏ស្អាតយ៉ាងនេះជាតិនេះខ្ញុំមិនចង់បានអ្វីច្រើនទេសូមត្រឹមតែមានគេនៅក្បែរខ្ញុំបានហើយទោះក្នុងរយៈពេលខ្លីក៏បានខ្ញុំសូមតែប៉ុណ្្នឹងទេព្រះអើយស្អាតអីក៏ស្អាតយ៉ាងនេះអ្នកនាងតើអ្នកនាងកំពុងកាត់អីនៅតើអ្នកនាងមានលឺខ្ញុំនិយាយអត់តើអ្នកនាងកាត់អីអត់ហើយអ្វីអ្នកនាងមិននិយាយចឹងអ្នកនាងចាលោកខ្ញុំមិនអីទេខ្ញុំប្រហែលជាដើរមិនរួចទេតើលោកអាចជួយជូនខ្ញុំត្រឡប់ទៅផ្ទះវិញបានទេខ្ញុំឈឺជើងខ្លាំងណាស់ខ្ញុំមិនអាចដើរបានទេជួយជូនខ្ញុំទៅផ្ទះផងណាលោកមិនអីទេអ្នកនាងបានអ្នកនាងដើរមិនរួចទៅហើយមានតែខ្ញុំជួយជូនអ្នកនាងត្រឡប់ទៅផ្ទះវិញទេនៅផ្ទះចំបៃបន្ទាប់ពីវិភូបានជូនចំបៃមកដល់ផ្ទះនាងហើយមិនដឹងថាចំបៃគិតអ្វីទេបានខត់វិភូមិនឲ្យចេញទៅណាឆ្ងាយពីនាងឡើយទោះបីវិភូបានប្រាប់នាងក៏ដោយថាខ្លួនរវល់នេះដូចមិនផ្ដល់តម្លៃឲ្យខ្លួនឯងសោះចំបៃអើយចំបៃខ្លួនជាស្រីមិនដេចក៏ស្រឡាញ់ប្រុសរហូតដល់ភ្លេចគិតថាខ្លួនជាស្រីអញ្ចឹងលោកកុំតាន់ទៅបានទេខ្ញុំនៅឈឺជើងនៅឡើយទេលោកនៅកំណត់ខ្ញុំបន្តិចទៀតបានទេខ្ញុំនៅតែម្នាក់ឯងអញ្ចឹងខ្ញុំខ្លាចខ្លាំងណាស់បានហើយអ្នកនាងឈឺជើងអញ្ចឹងគួរតែសម្រាកដើម្បីយកកម្លាំងសិនទៅទោះបីខ្ញុំនៅទីនេះក៏ដោយក៏ខ្ញុំមិនអាចជួយអ្វីអ្នកនាងបានច្រើនដែរខ្ញុំសូមលាទៅសិនហើយរក្សាសុខភាពផងអ្នកនាងបន្ទាប់ពីវិភូនិយាយហើយគេក៏ដើរចេញទៅដោយមិនចង់រំខាននាងឡើយជួនជាពេលនោះគេក៏បានឃើញដាំកំពុងតែឈរនៅក្បែរនោះដែរតែវិភូមិនខ្វល់អីច្រើនទេក៏ដើរចេញបាត់ទៅបើមើលទឹកមុខទៅដាំវិញបន្ទាប់ពីឃើញវិភូដើរចេញពីចំបៃហើយដាំធ្វើទឹកមុខដូចមិនសប្បាយចិត្តឡើយ ចំបៃអូនតើបរោះដើមម្នាក់មិញជានរណាគេហើយតើអូនកើតអ្វីហេតុអ្វីបានជាកែកនៅលើក្រែកចឹងបងខំចាំអូនក្នុងព្រៃស្ទើរតែប្រែទ្រង់ទៅហើយទោះបីបងខំចាំអូនយ៉ាងណាក៏ដោយប៉ុន្តែបងមិនឃើញអូនទេតើបងមករកអូននៅទីនេះទៅបានហើយបងដាំអូនហត់ណាស់បងឆាប់ត្រឡប់ទៅផ្ទះវិញសិនទៅខ្ញុំពិតជាហត់ខ្លាំងណាស់ខ្ញុំចង់សម្រាកហើយបងកុំសួរខ្ញុំច្រើនអីអត់ទេអូនឆ្លើយសំណួរបងសិនទៅបងនឹងមិនចេញទៅណាទេបើអូនមិនឆ្លើយសំណួរបងតើអូនធុញបងមែនទេហេតុអ្វីក៏ដេញបងចេញទៅអញ្ចឹងបងខំបារម្ភតើបងមករកអូននៅទីនេះអូនជួយឆ្លើយសំណួរបងសិនទៅពេលដែលអូនឆ្លើយហើយបងសន្យាថាបងនឹងចេញទៅហើយឈប់ទៅបងណាំមិនស្ដាប់អូនចឹងពួកយើងគួរតែបែកគ្នាទៅបងឆាប់ចេញទៅអូនពិតជាឈឺក្បាលខ្លាំងណាស់ហើយបងឈប់មកចូលអូនទៅពួកយើងនិយាយលេងទៅគ្នាហើយអត់ទេអូនបងមិនទៅណាទេអូននិយាយចឹងមិនត្រូវ
ពួកយើងគ្មានរឿងអីផងហើយអ្វីក៏អូនសុំបែកបងយ៉ាងនេះមិនទេមិនពិតទេព្រោះតែបរមនេះនោះមិនទេហើយអ្វីក៏អូនពុកពីបែបនេះអូនមិនសន្យាហើយវិញទេថាអូនមិនចោលបងហើយអ្វីក៏អូននិយាយបែបនេះអត់បងសុំទោសផងតែបងស្ដាប់អូនតែពួកយើងអាចត្រូវគ្នាវិញបានទេ បន្ទាប់ពីដាំនិយាយទៅចំបៃមិនស្ដាប់ហើយដាំក៏សេកមុនទៅដាក់ចំបៃដល់សូត្រថាអោកៅនៅចំទើតូចតន់សែបមុនឲ្យនាងតន់ចិត្តបន្ទាប់ពីដាំសេបមុនអាគមដាក់ទៅលើចំបៃហើយចំបៃនៅតែធ្វើទឹកមុខធម្មតាហើយនាងនៅតែបន្តដេញដាំឲ្យចេញទៅបន្ទាប់ពីដាំដាក់ស្នេហ៍លើចំបៃលេងចូលហើយដាំក៏ដើរចេញទៅដោយទឹកមុខរបស់ដាំក្រៀមក្រំជាខ្លាំងនៅក្នុងព្រៃបន្ទាប់ពីដាំបានចេញពីផ្ទះចំបៃហើយដាំក៏បានមកអង្គុយសង្កត់នៅខ្ទមរបស់គេក្នុងពេលនោះដែរគ្រូរបស់ដាំក៏បានមកដល់មកយាយដាំឯងមានរឿងអីទៀតហើយលោកគ្រូបានផ្ដាំឯងហើយថាស្នេហាមិនអាចបង្ខំបានទេទោះបីជាឯងខំស្រឡាញ់នាងយ៉ាងណាក៏ដោយឬមួយឯងដាក់ស្នេហ៍ទៅលើនាងក៏ដោយឯងដឹងទេស្នេហាមិនអាចបង្ខំបានទេបើនាងជាគូឯងមែននាងច្បាស់ណាស់នឹងមករកនឹងលួងលោមឯងហើយបានហើយដាំឯងពិបាកចិត្តប៉ុណ្ណឹងបានហើយគូណាស់ឯងខំវឹកហាត់ឲ្យខ្លាំងពូកែដើម្បីធ្វើជាទំពាំងស្នងឫស្សីដល់សង្គមមិនមែនឯងអង្គុយពិបាកចិត្តតែរឿងអត់ប្រយោជន៍នោះទេអត់ទេលោកគ្រូខ្ញុំមិនអាចធ្វើវាបានទេពួកយើងបានសន្យានឹងគ្នាហើយថាពួកយើងមិនបែកគ្នាទេហើយអ្វីនេះធ្វើដាក់ខ្ញុំបែបនេះលោកគ្រូនេះភ្លេចហើយនឹងសម្ដីតែពួកយើងបានសន្យានឹងគ្នានេះប្រែហើយគឺដោយសារតែបរមនោះនាងជួបគ្នាបានត្រឹមតែម្ដងហើយអ្វីក៏នាងប្រកបចិត្តឲ្យគេអាដាមឯងជឿគ្រូទៅល្មមបានហើយតែនាងអត់ចិត្តហើយឯងដោះលែងនាងទៅមិនមែនឯងអង្គុយត្រាំត្រៃវិបាកចិត្តនោះទេពេលនេះគូណាស់ឯងដោះលែងនាងទៅនាងបានរកគូប្រេងនាងឃើញហើយឯងឈប់ពិបាកចិត្តទៅឯងគួរតែសប្បាយចិត្តឡើងព្រោះថានាងបានស្ដីសុខហើយឯងគួរតែងើបឡើងវិញមកឯងឈប់ស្រឡាញ់គេម្នាក់ឯងទៀតទៅលោកគ្រូខ្ញុំពិតជាស្រឡាញ់នាងខ្លាំងណាស់បើឲ្យដោះលែងនាងខ្ញុំធ្វើមិនបានទេនេះគឺដោយសារតែបរមអ្នកនោះទើបធ្វើឲ្យចំបៃប្រែចិត្តយ៉ាងនេះបានហើយដាមលោកគ្រូបានប្រាប់ឯងជាច្រើនលើកច្រើនសារហើយថាកុំធ្វើបាបពួកគេអីបើសិនជាឯងដោះលែងពួកគេបានឯងដោះលែងទៅឯងធ្វើបាបពួកគេនាំតែមានបាបទៀតដាមហើយបើសិនជាឯងស្រឡាញ់នាងមែនឯងគួរណាដោះលែងនាងទៅពេលហើយសម្ដីរបស់លោកគ្រូនិយាយពិតជាត្រឹមត្រូវណាស់នាងនៅបានសុខហើយខ្ញុំគួរណាដោះលែងនាងទៅឲ្យចិត្តនាងបានបំភ្លេចខ្ញុំទៅហើយខ្ញុំមិនគួរណាទៅបំបែកពង្រត់ស្នេហាពួកគេទេខ្ញុំគួរតែខំកាត់ចិត្តហើយខ្ញុំនឹងរស់ទៅឲ្យបានល្អលោកគ្រូខ្ញុំអរគុណលោកគ្រូណាស់ខ្ញុំយល់ហើយខ្ញុំសូមទោសតែកូនសម្រាប់នេះមិនបានស្ដាប់តាមបង្គាប់របស់លោកគ្រូខ្ញុំព្រមដោះលែងនាងហើយខ្ញុំសូមសន្យាជាមួយនឹងលោកគ្រូថាខ្ញុំលែងចេញពីព្រៃនេះហើយខ្ញុំនឹងខំវឹកហាត់ឲ្យខ្លាំងពូកែមិនឲ្យលោកគ្រូខកបំណងឡើយផ្ដើមនិយាយពីចំបៃវិញចាប់ពីថ្ងៃដែលវិភូបានជួបចំបៃហើយចំបៃតែមកផ្ទះវិភូជារៀងរាល់ថ្ងៃត្រង់នេះមិនដឹងថាចំបៃស្រឡាញ់វិភូយ៉ាងណាទេទើបធ្វើឲ្យចំបៃភ្លេចគិតតែខ្លួនជាស្រីបែបនេះបើសិនជាពួកយើងក្រឡេកទៅវិភូវិញវិភូក៏មានចិត្តទៅលើចំបៃដែរ
តែហេតុអ្វីបានជាវិភូមិនព្រមទទួលសេចក្តីស្នេហាពីចំបៃហើយវិភូតែងតែដេញចំបៃចេញឆ្ងាយពីគេជានិច្ចរឿងនេះគឺដោយសារតែវិភូមិនអាចរស់នៅបានអាយុលើស30ឆ្នាំឡើយនេះមិនដឹងថាជាព្រហ្មលិខិតឬក៏ជាកម្មរបស់វិភូទេទើបធ្វើឲ្យវិភូជួបរឿងបែបនេះទើបវិភូមិនអាចទទួលសេចក្តីស្នេហាពីចំបៃបានវិភូបានត្រឹមតែអង្គុយយំនៅក្នុងផ្ទះម្នាក់ឯង